ជាសួរពុកម៉ែបងប្អូនទាំងគ្នាបាទនេះជាសកម្មភាពការងារប្រចាំថ្ងៃរបស់ខ្ញុំនៅកន្លែងធ្វើការហើយថ្ងៃនេះដែរគឺខ្ញុំមានវីដេអូមួយអំពីការលាយផ្លាស្ទិកបាទឥឡូវនេះគឺខ្ញុំទៅដឹកផ្លាស្ទិកនឹងឃ្លាំងដើម្បីយកទៅលាយនៅកន្លែងម៉ាស៊ីនដែលខ្ញុំលាយប្រចាំថ្ងៃរបស់ខ្ញុំហ្នឹងហើយនេះជាប្រភេទផ្លាស្ទិកជ័រដែលភ្ញៀវគេកំងនៅតាមក្រុមហ៊ុននីមួយៗហ្នឹងបាទផ្លាស្ទិកខ្លះវាមានជាប្រភេទផ្លាស្ទិកស្វិតស្រួយរឹងទៅតាមនឹងដែរហ្នឹងហើយថ្ងៃហ្នឹងដែរគឺខ្ញុំលាយជាប្រភេទផ្លាស្ទិករាងស្រួយបាទមុននឹងបានចេញជាផ្លាស្ទិកហ្នឹងគឺលាយទៅតាមរូបមន្តដែលគេកំងទៅតាមក្រុមហ៊ុនដែលគេកំងហ្នឹងគឺខ្ញុំលាយទៅតាមហ្នឹងហើយក៏មានប្រភេទជាពណ៌វាដែរបាទហើយរាល់ថ្ងៃហ្នឹងក៏រៀងលើកធន់ដែរដូចបានឃើញនឹងអញ្ចឹងបាវហ្នឹងគឺមួយបាវគឺ25គីឡូរាល់ថ្ងៃហ្នឹងគឺមួយថ្ងៃគឺខ្ញុំលើក100បាវជាងបាទបើអញ្ចឹងបើយើងគិតជាគីឡូគឺ2តោនជាងដែរបាទ2តោន500គីឡូទៅ3តោនក្នុងមួយថ្ងៃគឺខ្ញុំលើកវាជារៀងរាល់ថ្ងៃបាទបន្ទាប់ពីលើកមកគឺលើកដាក់តម្រៀបជួរគ្នាហើយគឺលើកចាក់ចូលទៅក្នុងធុងហ្នឹងបាទចាក់ចូលក្នុងធុងហ្នឹងហើយនេះជាពណ៌ដែលក្រុមហ៊ុនគេកំងបាទដាក់វាចូលទៅបានដាក់ចូលក្នុងម៉ាស៊ីនទៅបានចេញជាផ្លាស្ទិកបែបនេះមកបាទវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរបាទសូមអរគុណ